ជំរាបសួរបងទាំងអស់គ្នាសុខសប្បាយជាទីបងចាបងថ្ងៃនេះពីពេជ្រនីតាជីមបៃលិនសូមចេញជាមួយនឹងវីដេអូបង្ហាញពីត្បូងតែឡាបងចានឹងអីបងគឺមានបងគាត់ឆាតសួរច្រើនមែនតើសម្រាប់ប្រភេទត្បូងតាឡាបងខ្លះគាត់នៅមានចម្ងល់ត្រង់ថាសម្រាប់ត្បូងតាឡាហេតុអីក៏តម្លៃផ្សេងគ្នាចាបងនឹងអីបងសម្រាប់វីដេអូមួយនេះគឺខ្ញុំចង់បង្ហាញជូនសម្រាប់តាឡាដែលខ្ញុំទៅតែឆ្នៃនេះគឺមានពីរប្រភេទនេះបងពីរប្រភេទពីរពណ៌នេះណាបងណាចាបងអូខេតបងឲ្យសម្រាប់សាយរបស់គេគឺប្រហាក់ប្រហែលគ្នាទេណាបងណាអានេះគឺខ្ញុំជ្រេបែកចេញប៉ុន្តែខ្ញុំអត់ទាន់រើសជាសាយទេបងចាអញ្ចឹងខ្ញុំបញ្ជាក់ណាបងសម្រាប់សាយរបស់គេគឺប្រហាក់ប្រហែលគ្នាហើយសម្រាប់តម្លៃរបស់គេក៏ខុសគ្នាដែរបងណាចាខ្ញុំបញ្ជាក់បងសម្រាប់ត្បូងនេះគឺត្បូងតាឡាដូចគ្នាប៉ុន្តែសម្រាប់ពណ៌ color គឺវាមានពីរពណ៌បែបនេះបងចាសម្រាប់ពណ៌មួយនេះបងតាឡាប្រភេទមួយនេះគឺតម្លៃរបស់វាគឺធូរជាងចាតម្លៃវាធូរជាងសម្រាប់ពណ៌មួយនេះចាបងប៉ុន្តែសម្រាប់ពណ៌មួយនេះតម្លៃរបស់គេគឺរៀងខ្ពស់ជាងពិតមែនតែខ្ញុំបញ្ជាក់បងតាឡាដូចតែគ្នាទេបងខ្លះគាត់នៅមានចម្ងល់អញ្ចឹងណាដោយសារតែប្រភេទតាឡាមួយនេះគឺទឹករបស់វាលក្ខណៈគេហៅថាស្វាយតបែកព្រៃដិតហ្មងបងចាជាក់ស្ដែងដូចបងបានឃើញអញ្ចឹងពណ៌របស់គេឡើងផុសផុលហ្មងបងចាចង់និយាយថា colorful ខ្លាំងមែនតែនបងសម្រាប់ពណ៌មួយនេះអញ្ចឹងសម្រាប់បងដែលស្រឡាញ់អាចចូលឆាតបានបងសម្រាប់សាយគឺខ្ញុំនឹង select ជូនបងណាព្រោះដោយសារសាយនេះគឺខ្ញុំអត់ទាន់បាន select ទេអានេះខ្ញុំជ្រេតបែកចេញទេបងចាហើយខ្ញុំក៏ចេញវីដេអូមួយនេះជូនបងតែម្ដងទៅព្រោះដោយសារបងខ្លះគាត់នៅឆ្ងល់ថាតាឡាដូចគ្នាចុះហេតុអីតម្លៃផ្សេងគ្នាសាយដូចគ្នាហេតុអីក៏តម្លៃផ្សេងគ្នាបងខ្លះគាត់យកត្បូងតាឡារបស់ខ្ញុំគាត់សួរខ្ញុំហើយគាត់យកទៅប្រៀបធៀបនឹងតាឡារបស់គេផ្សេងអញ្ចឹងណាបងអញ្ចឹងសម្រាប់ថ្ងៃនេះគឺខ្ញុំចេញវីដេអូនេះឲ្យបងបានដឹងថាសម្រាប់តាឡាដែលខ្ញុំមាននៅក្នុងដៃពីរពណ៌នេះគឺតម្លៃផ្សេងគ្នាមួយនេះគឺតម្លៃធូរជាងពណ៌មួយនេះបងចាសម្រាប់ពណ៌មួយនេះគឺតម្លៃថ្លៃជាងអញ្ចឹងសម្រាប់បងដែលស្រឡាញ់ចង់បានអាចចូលឆាតបានចាបងនិយាយរួមទៅសម្រាប់ប្រភេទតាឡានេះគឺប្រភេទត្បូងឆៅដូចគ្នាបងណាប្រភេទទទឹមតាឡាឆៅដូចគ្នាឆ្នៃឆៅនិយាយរួមទៅចេញពីដីមកគឺយើងឆ្នៃតែម្ដងអញ្ចឹងសម្រាប់បងដែលស្រឡាញ់ជាមួយនឹងប្រភេទត្បូងធម្មជាតិចាពណ៌ធម្មជាតិមិនថាក្របតូចក្របធំចេញពីហាងបងប្អូនតានាជូនបងណាចាគឺសិតតែត្បូងធម្មជាតិទាំងអស់អរគុណច្រើនបងសម្រាប់បងដែលស្រឡាញ់ជាមួយនឹងប្រភេទតាឡានេះអាចចូលឆាតបានណាបងណាចាអរគុណច្រើនបងជួបគ្នាវីដេអូក្រោយៗទៀតបងណាចាជម្រាបលាបង